Suosdayអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel I Speak English ថ្ងៃនេះយើងនឹងមកសិក្សាអំពី clear ខ្លីៗល្អៗប្រចាំថ្ងៃបាទនៅក្នុងភាសាអង់គ្លេសអញ្ចឹងថ្ងៃនេះខ្ញុំលើកយកមកចំនួន10 clear ដែលយើងជួបញឹកញាប់នៅក្នុងភាសាអង់គ្លេសប្រចាំថ្ងៃណាបងប្អូនបាទអញ្ចឹងតើយើងទៅសិក្សាទាំងអស់គ្នាបាទអញ្ចឹង clear ទី1គឺ take it easy បាទ take it easy ម្ដងទៀតបងប្អូន take it easy បាទអញ្ចឹងនេះយើងអានថា take បាទនេះ take បាទនេះយើងអានថា it បាទនេះយើងអានថា easy បាទអញ្ចឹង take it easy បាទ take នេះយើងប្រែថាយក it នេះប្រែថាវា easy ប្រែថាស្រួលអញ្ចឹងយកវាស្រួលបើយើងប្រែអញ្ចឹងអត់ទេណាបងប្អូនបាទយើងប្រែថាធ្វើចិត្តតិចបាទអញ្ចឹងបើយើងចង់និយាយទៅកាន់នរណាម្នាក់ថាឲ្យធ្វើចិត្តតិចបើឃើញនរណាម្នាក់គេកំពុងខឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនអាចនិយាយថា take it easy បាទ take it easy បាទធ្វើចិត្តតិចបាទ clear បន្តមកទៀត calm down បាទ clear បន្តមកទៀតបងប្អូន clear ទី2គឺ clear ថា calm down បាទ calm down បាទអញ្ចឹង calm down នេះក៏ប្រែថាធ្វើចិត្តតិចដូចគ្នាបាទអញ្ចឹងពាក្យដែលថាធ្វើចិត្តតិចនេះក្នុងភាសាអង់គ្លេសគេមានច្រើនពាក្យណាបងប្អូនតែថ្ងៃនេះយើងសិក្សាតែពីរមក calm down បាទ calm down អញ្ចឹងប្រែថាធ្វើចិត្តតិចដូច take it easy ដែរណាបងប្អូនបាទអញ្ចឹងចូល clear ទី3 take your time take your time បាទ take your time បាទអញ្ចឹង take your time នេះប្រែថាយឺតកុំតាន់ឬក៏មួយបាទ take your time បាទមិនបាច់បតាន់ទេណាយឺតមួយអញ្ចឹងយើងប្រើ clear ថា take your time បាទ clear បន្តមកទៀត come on បាទ come on អញ្ចឹងពាក្យនេះយើងអានថា come on ប៉ុន្តែនៅពេលដែលគេនិយាយលឿនគេនិយាយថា come on ដោយសារគេយកអាមើនេះបងប្អូនបាទនេះមកភ្ជាប់ជាមួយ on អញ្ចឹងវាកើតជា mon ណាបងប្អូនបាទនេះអានថា come នេះ on ដល់ពេលយើងភ្ជាប់គ្នាយើងនិយាយលឿនណា come on បាទអញ្ចឹងពាក្យនេះយើងនិយាយមួយយើងអានមួយថា come on តែដល់ពេលយើងនិយាយលឿន come on បាទតែ come on មកនេះបាទ clear បន្តមកទៀតបងប្អូន go away នេះអានថា away ណាបងប្អូនបាទ go away បាទ go away នេះប្រែថាទៅឲ្យឆ្ងាយបាទដេញណាម្នាក់ទៅឆ្ងាយថា go away បាទ go away ទៅឲ្យឆ្ងាយ stay away បាទ stay away បាទ stay away នេះប្រែថាជៀសវាងនៅឲ្យឆ្ងាយបាទ go away និង stay away នេះខុសគ្នាណាបងប្អូនបាទអានេះយើងជៀសវាងពីអីមួយកុំប្រព្រឹត្តកុំធ្វើហ្នឹងយើងថា stay away បាទនៅឲ្យឆ្ងាយឬក៏ជៀសវាងបាទបន្តមកទៀត take away បាទ take away បាទ take away បាទ take away នេះប្រែថាយកចេញបាទយកចេញទៅ take it away បាទពេលយើងថា it កន្លែងនេះទៀត take it away យកវាចេញបាទអញ្ចឹង take away យកចេញទៅបន្តមកទៀតបងប្អូន hid away បាទ hid away នេះប្រែថាលាក់ខ្លួនបាទ hid away លាក់ខ្លួនបាទអញ្ចឹងយើងចូលដល់ clear ចុងក្រោយបាទ keep away បាទ keep away ប្រែថាកុំចូលចិត្តបាទ keep នេះប្រែថារក្សា away នេះបាទឆ្ងាយអញ្ចឹងរក្សាឆ្ងាយបើយើងកាត់ន័យមកគឺកុំចូលចិត្តបាទ keep away នេះយើងអានថា keep បាទ keep away ប្រែថាកុំចូលចិត្ត
បាទអញ្ចឹងមេរៀនរបស់យើងថ្ងៃនេះក៏មានប្រមាណប៉ុណ្ណឹងណាបងប្អូនបាទអរគុណច្រើនសម្រាប់បងប្អូនដែលបានចូលមកសិក្សាក្នុងคลิปវីដេអូមួយនេះប្រសិនបើបងប្អូនយល់ថាមានប្រយោជន៍សម្រាប់បងប្អូនដែលកំពុងសិក្សាភាសាអង់គ្លេសសូមបងប្អូនជួយចុច like Subscribe និង Share ចែករំលែកម្នាក់មួយផងជួបគ្នាក្នុងคลิปវីដេអូក្រោយសូមអរគុណ